các cái bên chào các bạn đây là bảo jet thì dương thời gây dương lên trước án là bay lên bài không là stop có lên bằng lên bài không cái chỉ lông chỉ nhớ lên lông lên đây là chúng ta bắt cái đạt tổng đi và thế cái phải quên một quên nên quên những cái chuyện là bay một quên hết qua nhiều đối với điều này thì chẳng hạn tuy nhiên một quên ở mùi mới khi từ óc ban si được không đặc biệt rất si không nhầm đó và thế là bay không mai về làm dương anh thừa bị gì nó mua rồi hoặc những mũi gì tôi nè đôi khi chúng tôi nói cái đường gì này cái lộ market môi là sắp tới market lên được đánh nữa mình lên được họ cài nằm tuần nào là sọc kỳ mặc là sọc kỳ hiểu gì là cái tăng phải đấy nhưng mà chạy thì và gì là phải cái sao mà mình phải nằm tuần nào còn đôi khi lộ hay bật rồi có con từ loที่สิ่งโดยเนี่ยรู้ยังนั่งถนัดในสลาเราเนี่ยใช่แล้วcáiส่วนท่าไหนดังซายังไม่รู้สิระบายดิvàก็ไปช่วยกันไหนให้ดูเยอะก็ถ้าความเหมือนรู้ให้ดูเยอะดิnhóm lụaให้ดูเยอะก็เราจะจีถึงปุ่มพวกนี้บิสเนสต่อเชื่อมคืออาจจะหลับตลอดวันนี้ถ้าก็ลุกยืนเลยเด็ดปีให้เกินนะก็แต่ผมเพิ่งจะชอบนั่งก็บอกก่อนนี่คือสิ่งที่ในยุคนี้เป็นแบบนั้นว่าอาจารย์รอบเชียร์ long term business มามันคือมันนี่คือในนั้นมันอย่างนี้ด้วยตั้งแต่คือเรื่องนะจับลุกใจจับเต้นโจลของบ้านchứคือแต่เป็นลุยโจลกันผมก็อย่างนั้นก็ลุกบ้านลุยปีให้เบอร์เกอร์ถ้าเบอร์เกอร์สิไหนนะก็สปอยล์ให้เบอร์เกอร์บ้างนักนานๆบ้านลุยมองไงจังคนลุยบ้านเฉลิมคนจะติดใจมั้งให้เบอร์เกอร์มาวัดคือลุกแล้วกัดชงถึงก็รอบนั้นประเทศหน้าจะก็คนติ้งให้ดูสเต็ปนั่นอะไรกัดชงนั่นอะไรกัดชงสำคัญเลยสำคัญในประเทศหน้ามวยแต่ให้เบอร์เกอร์ก็ได้นักนานๆคนนั้นติดตั้งกดติ้งแต่ก็ประเทศการเงินที่อยู่แล้วก็เป็นลุยลุยคนนั้นคือจากการเงินที่อยู่แล้วចាអរគុណលោកគ្រូនឹងហើយបងអញ្ចឹងតើតើជាមួយនេះមានខេសច្រើនចាដោយលោកគ្រូលើកឡើងពី real estate អញ្ចឹងវាមានការរកស៊ី make up ច្រើនសំពោពីក្រុមទៀតនិយាយថាគេមិនរកស៊ីតែមួយណាចាហើយដូចនៅក្នុងនេះនៅពេលដែលយើងបានយល់អំពីនេះតាកម្រិតអាជីវកម្មនៅពេលដែលយើងមានកម្រិតអាជីវកម្មឧទាហរណ៍យើងមានអាជីវកម្មមួយហ្នឹងណាយើងអាចមានកម្រិតធ្វើអីផ្សេងនៅក្នុងអាជីវកម្មនោះទៀតអញ្ចឹងអាទាំងអស់នេះហើយកន្លែងនេះតែវាជាគ្រឹះសម្រាប់យើងចាអញ្ចឹងដោយអ្នកខ្លះមកឃើញគាត់លក់ផលិតផលមួយគាត់មិនអត់បើយើងនិយាយថាគេលក់គេលើឧទាហរណ៍ក្រុមហ៊ុនដែលធំដែលគេលក់ប្រេងឆាយចង់ពេលដំបូងហើយយើងឃើញគេលក់តែផលិតផលហ្នឹងទៅចាប៉ុន្តែក្រោយមកគេមានកម្រិតអាជីវកម្មរបស់គេគឺលក់ប្រេងឆាយของគេតទៀតចាអញ្ចឹងអាការលក់ប្រេងឆាយរបស់គេនេះវាចេញពីកម្រិតអាជីវកម្មរបស់គាត់នេះទៀតអញ្ចឹងបានថាគេអាចរកចំណូលពីការលក់នៅតាមមុខគេគាត់មិនលក់តាមមុខហ្នឹងឯងអញ្ចឹងវាមានច្រើនមកកន្លែងនៅលើក្នុងអាជីវកម្មមួយហ្នឹងណាអញ្ចឹងបានថានៅពេលដែលយើងមានកម្រិតអាជីវកម្មនេះវាសំខាន់ហើយបើសិនជាយើងអត់ទាន់មានកម្រិតអាជីវកម្មទេវាធ្វើឲ្យយើងប្រមាថដែរយើងដឹងថាបត្តកតនៃខ្លួនយើងចង់រកស៊ីបែបណាចុះដូចអ្នកខ្លះគាត់លក់ផលិតផលដំបូងឡើយចាប់ផ្ដើមហើយគឺគាត់លក់ធំតែផលិតផលចាក់ខុសខ្សែគាត់លក់ធំតែផលិតផលអញ្ចឹងនៅក្នុងអញ្ចឹងអ្នកក្រុមហ៊ុនខ្លះគេមានចាក់ខុសវិស័យធំគេមានចាក់ខុសវិស័យវែងឆ្ងាយអញ្ចឹងដំបូងតែគេមាន step គេក្នុងការធ្វើដូចគ្នាអញ្ចឹងអ្នកខ្លះដំបូងហ្នឹងគឺគាត់លក់តែផលិតផលយូរទៅគាត់លក់ទៅជាសេវាកម្មយូរទៅទៀតគាត់លក់ទៅជាប្រេងឆាយយូរទៅទៀតគាត់លក់ទៅជាគម្រោងតែចេញពីអាជីវកម្មនោះមួយដូចគ្នាតែគេអាប់ដេតរហូតវាថាបែកគំនិតពីអាជីវកម្មតែមួយហ្នឹងណាដល់ពេលអញ្ចឹងដោយអ្នកខ្លះគាត់ថាគាត់លក់ផលិតផលតែមិនមែនគាត់លក់តែផលិតផលហ្នឹងតែមិនមែនអាជីវកម្មគាត់យកដំបូងហើយគាត់ start up គឺការលក់ផលិតផលហ្នឹងប៉ុន្តែដល់ពេលតទៅទៀតមិនមែនអាជីវកម្មគាត់នឹងគ្រាន់តែការលក់ផលិតផលមួយហ្នឹងទេអញ្ចឹងវាមានច្រើនចូលគ្នានឹងដែរហើយអាហ្នឹងឯងវាកើតចេញពីការមានគំនិតអាជីវកម្មចាអូខេអញ្ចឹង
ក្នុងនេះមានអូខេបងតាមបទគាត់មានmấyកំណត់អាជីវកម្មមួយទេអ្នកអត់មានតែយល់ថា4របស់ business គេអត់ដែលរកស៊ីតែមួយមុខទេចាបាទហេតុអីបានគេមិនរកស៊ីមួយមុខរកស៊ីដីរកស៊ីលក់ចំណីអាហារពេលកូវីដបាត់ចំណីអាហារអញ្ចឹងគេអត់រកស៊ីអាហ្នឹងទេចឹងគេទៅរកស៊ីបងណាដែលទុកបីជាមានហានិភ័យណាស់នោះទៅលុយនៅតែហូរចូលដែរបាទចឹងហើយបានជាអ្នកអត់ឃើញអបញ៉ាអីនេះគេអត់ដែលរកស៊ីតែមួយទេបាទចឹងទុកបីយ៉ាងមួយដួលក៏មួយទៀតនៅអាចផ្លែទៅបាទជាបបិសោអូខេអរគុណសម្រាប់ការចែកម្លែកបងអូខេអញ្ចឹងយើងចូលទៅចំណុចទី6តទៀតបងឥឡូវយើងមាន5ចំណុចទេណាអូខេអញ្ចឹងកន្លែងនេះចំណុចទី6របស់យើងវាថាយើងអត់តយល់ពីទីផ្សារនៃការលក់យើងអត់ដឹងថាតើផលិតផលរបស់យើងនឹងស្ថិតនៅក្នុងទីផ្សារបែបអីទេហើយតេជនគោលដៅរបស់យើងនឹងជាអ្នកណាចាហើយយើងលក់ឲ្យគេបែបម៉េចអញ្ចឹងណាចាតើយើងធ្វើការផ្សព្វផ្សាយផលិតផលរបស់យើងទៅកាន់តេជនរបស់យើងតាមរបៀបណាចាហ្នឹងហើយអញ្ចឹងនៅពេលដែលយើងបានយល់អំពីការធ្វើល្អហ្នឹងក៏វាធ្វើឲ្យយើងនេះវាថានៅមានបញ្ហាផងដែរវាអាចមានហានិភ័យដែរចាហើយទី7គឺថាយើងអាចចូលចិត្តមានការតំណែងឯងចាបានន័យថាបើសិនជាយើងជាមនុស្សដែលដូចខ្ញុំលើកឡើងមុនហ្នឹងបើសិនជាយើងជាមនុស្សដែលចូលចិត្តនិយាយស្ដីអាចចូលចិត្តជួបអ្នកដទៃអាចចូលចិត្តចេញទៅក្រៅអាចចូលចិត្តមានស្គាល់អ្នកដទៃថ្មីអាចចូលចិត្តរៀនអីថ្មីអញ្ចឹងអត់មានតំណែងជាមួយអ្នកដទៃសូថាពេលដែលយើងទៅចេញមកស៊ីពិបាកអត់មកពិបាកណាចាព្រោះតំណែងនេះសំខាន់មែនតើចាហើយចុះបើសិនជាមានអ្នកខ្លះគាត់ថាខ្ញុំជាមនុស្សដែលខ្ញុំអត់បើសិនជាខ្ញុំទៅតំណែងជាមួយអ្នកតែខ្ញុំជាមនុស្សដែលបែបនឹងខ្ញុំពិបាកក្នុងការផ្លាស់ប្រែខ្លួនឯងឲ្យទៅជាមនុស្សដែលចូលចិត្តមានតំណែងជាមួយអ្នកដទៃក៏ដងចូលចិត្តតែនៅតែឯងធ្វើការបែបស្ងាត់ធ្វើការបែបអត់មានមនុស្សនៅជុំវិញខ្លួនអីអញ្ចឹងណាអញ្ចឹងសួរថាតើពេលយើងទៅខលតើវាអាចនឹងជួបហានិភ័យអីខ្លះពេលយើងចេញមកស៊ី thì cái chúng ta mình hay pha chẳng với xong để các mình hai nhân với cá cứ rồi dương màu xí cứ thời điểm như này cuối dương vừa dương trong mình đã nó bây giờ luôn là hai vợ vợ lên đây là đây vợ lên nát cái nó mong tên này tụi tên nơi cái chứ phải sai trong tụi nên tham vợ còn nên tên này tụi nó nhiều không mình ai tay bò anh nên tên này tụi nó tại cả tiềnបងផ្សេងទៀតអាចចែករំលែកថាតើបើសិនជាយើងអត់ចូលចិត្តការតំណែងតើវាធ្វើឲ្យវាមានបញ្ហាហានិភ័យប៉ុណ្ណាពេលដែលយើងចេញរកស៊ីអាចមានជួបបញ្ហាអីខ្លះឥឡូវបងមានតំណែងបញ្ហាជាបង្កែហើយតំណែងច្រើនជាងគេព្រោះយើងធ្វើខាងហ្នឹងហើយអូសម្រាប់ខ្ញុំអត់តnhưngអ្នកធ្វើការហ្នឹងគេមកស៊ីហើយខ្ញុំធ្វើពីការចឹងហើយខ្ញុំអត់បកកាយនិយាយទេខ្ញុំចូលចិត្តដូចគ្រូនិយាយចឹងអញនិយាយថារឹកមកគេសួរយើងមិនសួរគេទេនិយាយសោះពីមុនមកតែដល់ពេលខ្ញុំផ្លាស់ប្ដូរច្រើនការទីនិយាយអានពីព្រឹកចាចឹងបើសិនជាគាត់អត់សូវនិយាយអីលើកទៅគាត់អានចូលទៅខ្ញុំមកឲ្យកំពុងអានបទខ្លួនជាយើងកាត់ទៅនោះហើយអានខោបាយខោខោតែពីណាអត់តែយើងចូលចិត្តមិនថាខោឯករាជ្យមួយខាងតាមទៅខោវិសនីខោនៅអូស៊ីទៅខោអីទេអត់យើងដាក់អារម្មណ៍ឯងអានខោអានខោដល់ច្រើនហើយយើងចូលគ្រប់កម្មវិធីណាដែលគឺទៅទីនេះចឹង free ចឹងណាព្រោះវាជាការតែយើងជួបបានអ្នកនោះហើយដល់ទទួលបានអ្នកนั้นពីពួកគាត់ដូចតែមកផ្នែកនេះតែពួកគាត់មានមកsaoចឹងយើងអត់គ្នាតែយើងស្វែងយល់ហើយយើងមកគឺគិតចាណាថាការធ្វើការឬក៏ការវិទ្យាយើងវាពិតជាសំខាន់ណាស់ព្រោះអីសម័យនេះគឺគេហៅថាមុនយើងការសម្រាប់មកខ្លាំងចាបើសិនជាយើងនៅម្នាក់ឯងបោះថតជាងមកអូខេខ្ញុំសុំចាបងអរគុណឥឡូវសូមបងមួយលេខវិញគាត់ខ្ញុំប្រហែលជាតំណែងទៅ
có chị nè có cái luôn đây cứ ở cái lối tên này kêu ok đó một anh trai lại bàn thà ở bên dưới mặt trôi trên tờ đèn tờ nón tay luôn có bao này ạ trời này kêu bà sân để dương ông miền tây nè tầm nón ở xây trên gì thế lúc là tập phó chứ bán mình đặt vào đời và bà sân này thôi thò thà nhóm từ lụa là tập phó bao nhóm hỏi đã riệp tròn tộc dần là hỏi phong đá tại dương riệp hỏi dương mình rẻ tẹt nhiều này kêu hay đập về dương mình miền tầm đầu mùi nhiều đá mò dương mình hai con mình nay non là tập phó từ cốt thường mấy cái đâm là tập phò dương thôi cái đá mò cái khơi dương nè luôn bật mang mày mình thấy đau hô vào đời là nắng viết phương ấy khát phải giỏi bao dương luôn là tập phò mình bàn chẳng là chi vừa cam bao dương thì bán nó đang để đủ là bàn nên này vòng cho mà ha bởi vì bạn cho chất cả tại nhà tầng nông tế cũng toàn ai trên hồ si mong vào đồng sân mong vào đồng khuôn anh ở hiện trên mình tầng nhà tầng nông chung với nhà đồng tế sân và thà cả vì muốn cho chất đây vừa ấy đã anh cho chất introvert cho để thà mình chìm được extrovert thì chỉ introvert cho chất ít tầng này anh tên nói cho chất quay tầng này anh chả cho chất trên tầng kèo đồng chơi stay chung với nhà đồng tế cho chất chung mình mấy chấm vì qua dươngมีปัญหาchấm dương mua tài của lần khuôn anh để thọ chuyện mình sân của chết đánh về đại dương tranh hồ si mình thà dương lúc là tập ho sẽ phá cam lương con hồng rốn này dương hỏi tầm niên tầm đạt tầm nấu chung với kê đài chà hỏi tầm đạt tầm nấu chung với nhà đất tây đập bay đem gì bây giờ bởi giờ niên tầm đạt tầm nấu chung với nhà tây chân bao giờ tết xưa ta tây chân bởi score dương tăng vậy score dương tăng này nhưng mà chung chất hai khuôn anh tầm đạt tây ao tây chân nhưng mà score thì dương giống như vậy dương đi phải nhà được thì chà chất thật nhất sủng hàng người ta đại hà bây giờ cho chất tận đạt tận nó cho chất dày người kê tế ta hiện dày người kê sân chà bà cam đi muốn cho chất ha từ nông nè ăn hồn ăn mọi hồn này phải không cứ trong đó này coi hiện rồi ok từ sự kha sả lá từ sự kha sả lá từ mưa từ sự kha sả lá đây mà cho chất xô nôn nè là tây nè sự kha cam cho luôn cái nông trong người ăn trong score thì kia trong đó cái cô tại dương thì vật hạt của anh sân cô tập ăn nó chỉ cả lại tại dương thời vật cả nằm tại thành nhà tầng nó hay mình đang thành nhà tầng nó hay sủng khăn mình tên nó lòng chịu cam bằng dưới nè chà và tôi bày thao tôi họ bông màu thì rồi cho sạc ha salana mùi chẳng vậy bông chuột nè nó tới bông ban đâm tháo cái cây bãi mấy cái miền chịu cam ấy kê cái lụa ấy kê nhớ ban xe chạy lấy cái chịu cam bao dương xe ti luôn bao dương giống như bây giờ kê miền tầm lạ tầm ngon người tham tầm rời ca với cõi tôi dân ăn các bạn đâu miền bản chả chắc là nó cứ sầm khăn mình tè khoa được thay cho họ trông chơi các ông ăn tết xong rồi dân từ Việt Nam không mà luôn ai phòng chủ động nông sản chả hỏi dân thế mình chả chịu cam mà chủ muốn nạn luôn mà chủ muốn hoạt lại bên Nam nạn nó trôi chân dày đây cho một phiêu rồi có ấy gì bởi ra trôi chân dày một phiêu ấy ok trôi tè chả hơi công kết ha và là tập hoa dương là o bên na ấy bên na cả đời cứ kẹt đâm thì tôi bây giờ tập hoa dương là o cha bên na bây giờ ăn tận đạt tận đó cho mọi cái ăn mai ngon thì cái số là cái score là nhưng ăn là tập hoa tập ăn nó sẽ ra cam ăn tạm mình tận làm cái này của nhưng mà anh một chân đạo kia bạn nhưng anh mai ngon đạo cái score bạn chà nhưng mà nó sẵn sàng được đây ok hai lấy cho đào cho người tin vậy bằng dương về rồi nhưng cho người tin vậy được hàm cả cho chất tam rồi trong công chất tháng còn đã cho chân tam ngủ sót hai đấy là tranh phòng xì này mình đa vùng mình giờ bành phẩm nhất cơ cả hôm nay là cùng anh ấy bà sân chia ẩm nước miên phí về nhau nhung kết đấy nè mối mình chơi chất pram mà nút mối tiết mình chơi pram mà nút bà anh ấy việc khát và giỏi từng bà dương ở trên prao mà nụ tế dương phương cạc luôn đấy thì môi hot người khát về vật liệu thì họ thả dương lụ tam online dương ở trong prao kia đập của luôn anh lôi top bc của luôn anh trong việc hot về dù tới lấy chọn ăn rồi hay đập ở kia ở toán reply top message ở toán cái thà dương nó nẹt lụ rất chẳng tới kia từ rồi nẹp xề chẳng có thể họ thập nhiều đót ba tập pram này. Ok. Cho bông xem tiền ai cho cũng chạy về bàn hết ha. Ai cho chân pram mình đủ sót liệt. Hay đây mình từ ai cái đọc si ba này. Chà ban mình phải cái cột mà ok. Chà, năng ai bồng cho mình ha. Mình cho chân pram mình đủ lấy hết ha.
ao dương chạy ra một người tha mẹ chạy ra cái tà nãy đó បាទ ចាប្រើគេឲ្យដឹងថាតើប្រើមនុស្សម្នាក់នេះគាត់គួរតែត្រូវគាត់បែបម៉េចចាឲ្យគាត់ធ្វើការងារបែបម៉េច flow ការងារបែបម៉េចជួបពួកអីអាការប្រើមនុស្សដោយសារតែយើងឃើញបុគ្គលិកមានសិទ្ធិតែមានច្រើនប្រភេទផ្សេងៗគ្នាទាំងអស់ហើយបើសិនជាយើងប្រើគាត់ឲ្យធ្វើការណាមួយវាខុសក៏អត់មានប្រសិទ្ធភាពដែរអញ្ចឹងឧទាហរណ៍ថាបើសិនជាមនុស្សម្នាក់ឧទាហរណ៍ថានៅក្នុងហាងកាហ្វេចង់គាត់អាចចេះឆុងកាហ្វេទេគាត់ជំនាញគាត់ខាងទទួលភ្ញៀវជំនាញគាត់ខាងកាត់លុយតែឲ្យគាត់ទៅឆុងកាហ្វេសួរថាតើយើងប្រើគាត់ត្រូវជំនាញអត់ហើយតើទៅពេលដែលគាត់ទៅធ្វើអាហ្នឹងហើយតើគាត់មានអារម្មណ៍បែបម៉េចទៅពេលគាត់ទៅធ្វើអីដែលគាត់មិនចង់ធ្វើហើយមិនមែនជាអ្វីដែលគាត់ចង់ធ្វើជាជំនាញគាត់យើងមិនធ្វើឲ្យយើងខាតប្រយោជន៍ដូចគ្នាគាត់អត់ជំនាញខាងហ្នឹងតែយើងប្រើគាត់ធ្វើគាត់ជំនាញខាងទទួលភ្ញៀវខាងទឹកលុយតែទៅប្រើគាត់នៅខាងឆុងកាហ្វេឲ្យគាត់ឆុងកាហ្វេអញ្ចឹងដល់ពេលគាត់ឆុងកាហ្វេគាត់ធ្វើមកគាត់ឆ្ងាញ់ដែរកាហ្វេគាត់ចាគាត់ធ្វើមកអត់ល្អដែរហើយអាកាហ្វេគាត់ធ្វើមកគាត់សុខចិត្តក្នុងការធ្វើនេះដែរចាប៉ុន្តែបើចូលមួយទៀតអ្នកឆុងកាហ្វេប្រើគាត់ឲ្យទៅទទួលភ្ញៀវចាអ្នកឆុងកាហ្វេណាដែលទូរទស្សន៍គាត់ត្រូវឆុងកាហ្វេអញ្ចឹងគឺថាមានភ្ញៀវឆុងអញ្ចឹងទូរទស្សន៍គាត់ពីឆុងកាហ្វេគាត់មានជំនាញក្នុងនឹងឆុងតែស្រាប់តែឲ្យគាត់ដូរគាត់ទៅធ្វើការនៅខាងទទួលភ្ញៀវគាត់ជាមនុស្សដែលចូលចិត្តនិយាយស្ដីទេចាហើយគាត់អញ្ចឹងតែគាត់សប្បាយចិត្តក្នុងការធ្វើឆុងកាហ្វេណាគាត់ពេញចិត្តក្នុងការធ្វើគាត់មានក្តីសុខក្នុងការធ្វើកាហ្វេណាតែបើយើងឲ្យគាត់ទៅធ្វើនៅខាងទទួលភ្ញៀវគាត់ទៅឈរខ្ញុំដាក់គេឈររាក់ចាក់គេទៅនិយាយមួយគេតែគាត់ជាមនុស្សដែលចូលចិត្តស្និទ្ធស្នាលយើងសុខថាតើវាត្រូវអាពីនឹងធ្វើយើងខាតប្រយោជន៍ដល់ពេលយើងខំខំចាអញ្ចឹងបាទថាកាលនេះគេឲ្យយើងចូលចិត្តតាមមនុស្សប៉ុន្តែត្រូវប្រើមនុស្សឲ្យចេះតាមមនុស្សមិនចេះតែប្រើប្រាស់ទេចាហើយមួយទៀតដោយជីវកម្មយើងអត់អាចថាយើងធ្វើតែឯងបានទេនិយាយទៅថាជីវកម្មខ្ញុំអត់ត្រូវមានបុគ្គលិកផងខ្ញុំអត់ត្រូវចាំបាច់ជួលបុគ្គលិកប៉ុន្តែសូមថាបងត្រូវនឹងធ្វើវាម្នាក់ឯងចឹងរហូតមែនអាជីវកម្មយើងអត់រៀនយើងមែនយើងអត់មានចាក់កុំវិស័យអត់មានគោលដៅថានឹងពង្រីកវាទេឬចាតែបើយើងមានគោលដៅថាយើងកម្មយើងទៅមុខយើងត្រូវពង្រីកវាអញ្ចឹងច្បាស់ហើយយើងអាចគ្រប់គ្រងតែឯងបានច្រើនមុខណាសូម្បីតែយើងអនឡាញនៅតបឆាតភ្ញៀវផងនៅណានាំផលភ្ញៀវនៅដឹកជញ្ជូនចានៅតែយកអីវ៉ាន់ចុះបើសិនជាយើងអត់មានអ្នកជួយដូចបងលើកឡើងអញ្ចឹងធ្វើយូរទៅហត់ខ្លួនឯងហត់ទៅតែចង់បានលុយវាហត់ខ្លាំងពេកយើងគិតថាយើងធ្វើអាជីវកម្មទៅរកប្រាក់ចំណូលមកបានវាធំខ្លួនវាស្រាលខ្លួនសប្បាយចិត្តតែធ្វើយូរទៅហត់ពេកហត់ហើយវាមានដល់ពេលយើងវាអត់សប្បាយចិត្តណាវាបានអីមកសោះមានគ្រប់គ្រងខ្លួនឯងវិញយើងឡើងចង់ធ្វើចាអញ្ចឹងយើងត្រូវដែរមានការថមមនុស្សខ្លះដែរចាហ្នឹងហើយដល់ពេលថមមនុស្សយើងត្រូវតែមើលដែរថាយើងត្រូវថមមនុស្សអត់ទៅចេះថមគាត់ដែរអញ្ចឹងដល់ពេលគេហៅពុកដល់គេតែងសម្ភារគេតែងមើលតាមពីអត្តចរិតលក្ខណៈរបស់បុគ្គលិកមុននឹងគាត់យកបុគ្គលិកមួយនឹងមកធ្វើការនៅកន្លែងគាត់ចឹងណាចាហ្នឹងហើយចាំបងប្អូនមានអីបន្ថែមទៀតទេតើតើជាមួយនឹងអត់ចូលចិត្ត5មនុស្សចេះតើមនុស្សណាបងអត់ចូលចិត្ត5មនុស្សដែរក៏ចូលចិត្តធ្វើខ្លួនឯងនេះអ្នកខ្លះគាត់ថានេះបងគាត់ថាប្រើគេវាដូចចិត្តខ្លួនឯងអញ្ចឹងគាត់អត់ប្រើទេតែសួរថាបើសិនជាបងនៅតែចិត្តយើងថាបើសិនជាយើងគិតថាអត់ដូចចិត្តយើងត្រូវតែធ្វើខ្លួនឯងចុះនៅថ្ងៃណាមួយដែលយើងអស់កម្លាំងក្នុងការធ្វើជាងធ្វើមិនចាបន្ទោដេកសិនអញ្ចឹងខាតប្រយោជន៍ដល់ចាអញ្ចឹងបានគេថាឲ្យយើងទៅចេះប្រើមនុស្សចាហើយចេះមើលមនុស្សហើយមនុស្សប្រភេទផ្សេងគ្នាបុគ្គលិកផ្សេងគ្នាដែរចឹងបានថាពេលដែលគេហៅបុគ្គលិកម្នាក់គេ interview ច្រើន stage ច្រើនតង់ណាពួកអីគេចង់ឲ្យបុគ្គលិកចេញចូលទេចាអូខេបងអញ្ចឹងកន្លែងនេះតើតើនឹងស្វែងចាំដោយសារតែទីមួយគឺគាត់អត់ចូលចិត្តប្រើក៏មិនថាធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់ណាគេចេះប្រើនឹងវិញចូលចិត្តប្រើនឹងវិញតែ
ហ្នឹងអ្វីដែលសំខាន់ចឹងមិនមែនអូអត់ចេះប្រើនោះអត់ដឹងធ្វើអីបាទខ្ញុំនៅបានតែនៅពេលដែលយើងអត់ចេះប្រើនោះអត់ចេះប្រើនោះយើងតែយើងទៅធ្វើមិនអត់ខ្លួនយើងចេះប្រើនោះបាទអាចមានបងប្អូនណាស់តែធ្វើមិនចេះធ្វើយើងចេះប្រើនោះធ្វើយើងចេះប្រើនោះ អូខេឥឡូវបងប្អូនណាមានតែថាធ្វើមកយើងត្រូវចេះប្រើនេះ បងរៀនឲ្យគាត់ចេះ ណាក៏រៀនតែគាត់ចេះណាអូខេមានអីទេលើកទឹកចិត្តឲ្យបងតាំងប្រើគាត់ និយាយទៅបើយើងអត់រៀនគាត់ទេយើងនឹងអត់ខ្លួនឯងអញ្ចឹងបើយើងនៅតែអត់ខ្លួនឯងយើងជួលគេមកតែអីគឺខ្លួនឯងទៅតែបើយើងស្វែងចិត្តទទួលគេមកទៅរៀនតែគេចេះ ចា ហើយសម្រាប់ខ្ញុំតែព្រោះអីហើយការបរៀនហ្នឹងត្រូវមើលទៀតបើយើងរៀនភាសាចិនហ្នឹងហើយយើងមាន4សលេងទី1សលេងទី2សលេងទី3សលេងទី4បើប្រើតែមិនដឹងសលេងគឺគេរត់ចោលយើងបាត់ ចាអូខេចាំបងផ្សេងមានអីទេបង ខ្ញុំចង់ឲ្យគ្រូជាក់ច្បាស់ពីអលេង8 អលេង3នេះមែនបង បាទខ្ញុំស្ដាប់អ្នកគ្រូហើយនឹងបងប្អូនខាងនេះស្ដាប់ទៅមាននិត2បាទនៅអាចមកពីការខ្ញុំស្ដាប់យល់ទៅថាជួយចិត្តប្រើនោះឬក៏ចូលចិត្តមិនចូលចិត្តគ្រប់គ្រងនោះកន្លែងនេះខ្ញុំអត់ទៅយល់បាទ អូខេបងអញ្ចឹងកន្លែងនេះបានថាចេះយើងជាមនុស្សដែលយើងអត់ចូលចិត្តប្រើមនុស្សថាយើងអត់ទុកចិត្តក្នុងការប្រើគេឲ្យគេធ្វើយើងសុខចិត្តធ្វើខ្លួនឯងតែសួរថាបើពេលដែលយើងមានជីវកម្មទៅយើងរៀនជីវកម្មយើងរៀនរត់ទៅយើងអាចធ្វើជាបានអត់បានទេអញ្ចឹងយើងគួរតែប្រសំខ្លួនឯងក្នុងការប្រើមនុស្សដូចគ្នាហើយតើយើងត្រូវដឹងថាតើយើងគួរប្រើមនុស្សម្នាក់ៗហ្នឹងប្រើគាត់របៀបណាចាទៅតាមលក្ខណៈគាត់ម្នាក់ៗចាយើងអាចថាអូចេះតែប្រើគាត់កំងកំឡាំទៅទេព្រោះអីមនុស្សម្នាក់ៗគេមានជំនាញផ្សេងៗគ្នាហើយអត្តចរិតគាត់លក្ខណៈគាត់ផ្សេងៗគ្នាចាអញ្ចឹងកន្លែងនេះមានថាបើយើងអត់ចេះប្រើមនុស្សអត់ចូលចិត្តប្រើមនុស្សបរៀនខ្លួនឯងឲ្យហ៊ានប្រើមនុស្សចាហើយប្រើមនុស្សត្រូវមើលដែរថាតើគូប្រើគាត់បែបណាតើគាត់របៀបណាដើម្បីឲ្យគាត់ធ្វើការងារតាមដែលយើងចង់បានឲ្យវាមានប្រសិទ្ធភាពចាអញ្ចឹងកន្លែងនេះតើតើជាមួយនឹងថាយកចូលចិត្តប្រើមនុស្សអញ្ចឹងណាចាអូខេអញ្ចឹងមានអីទៀតបងមានតែសំណួរទេគ្រូ ចា មានសំណួរសួរថា8ចំណុចហ្នឹងបើមាន8ចំណុចហ្នឹងកុំអាចតន់ចេញរស់ស៊ីចុះបើមានតែ5ឬក៏មានតែ3ខ្លួនយើងណានៅក្នុង8ចំណុចហ្នឹងតើគួរចេញរកអត់ អូខេបងចឹងដល់ពេលបងមុនថាដល់ពេលខ្ញុំមកតែមាន3ចំណុចខ្ញុំឡើងចាញ់មុនគាត់ថាចេញរកស៊ីហើយចាំមកគេ3ចំណុចនេះឡើងមានចេញរកស៊ីតាមគាត់ចែកបងកន្លែងនេះបានន័យថាជាចំណុចដែលវាមានហានិភ័យក្នុងពេលដែលយើងចេញរកស៊ី6ចំណុចនេះណាអញ្ចឹងបើថាឧទាហរណ៍ថាឡើយបងមាន5ចំណុចហើយអញ្ចឹងបងគួរឈប់ចេញរកស៊ីមកហ្នឹងដំណោះស្រាយឈប់ចេញរកស៊ីចោលលែងហ៊ានបើករកស៊ីចាតែអត់ទេក្នុងនេះបានន័យថាចេះគេលើកចំណុចនេះមកឲ្យបង្ហាញយើងចឹងបើសិនយើងបានឆ្លុះប្រចាំឃើញខ្លួនឯងហើយសូមទៅបង្រឹងខ្លួនឯងដកឃ្លាទៅបង្រឹងខ្លួនឯងបន្តិចហើយចាប់ផ្ដើមធ្វើវាចាហើយវាជាបានន័យថាវាជាកលឹះវាជាផែនការមួយដែលឲ្យយើងបានត្រឹមទុកជាមុនណាបើសិនយើងអត់បានដឹងយើងអត់មានផែនការត្រៀមទុកទេអញ្ចឹងគុំមានអារម្មណ៍ថាខ្ញុំឃើញ8ចំណុចនេះហើយខ្ញុំមានតែ8ចំណុចនេះខ្ញុំហ៊ានចេញរកស៊ីទេអត់ទេបើថាបើយើងឃើញថាខ្លួនឯងមានហើយបងនៅតែអាចរកស៊ីបានកំឡុងពេលបងរកស៊ីនឹងដូចគ្នាគឺបង្រឹងខ្លួនឯងទាំងអស់ចំណុចទាំងអស់ហ្នឹងកុំឲ្យវាថាឲ្យវាល្អប្រសើរជាងមុនណាព្រោះថាពេលខ្លះការរកស៊ីដូចគ្នាបើសិនជាយើងចាំវាបាត់ឱកាសវាថាវាដូចកន្លែងអង្គុយអញ្ចឹងបើយើងចាប់ឱកាសណាបានទៅវាលាចាអញ្ចឹងដូចគ្នាបើបងគាត់ថាខ្ញុំមាន8ចំណុចទាំងអស់ហ្នឹងមិនអាចទៅមុខមួយទេយើងត្រូវឈប់វា2ឆ្នាំ3ឆ្នាំសិនបានមកពេញទាំងអស់ហ្នឹងឲ្យគ្រប់អស់បានខ្ញុំចេញទៅរកស៊ីហើយដើម្បីទៅហើយអត់ទេបានន័យថាមកពេលបងឃើញអញ្ចឹងបងមានផែនការមានអីហើយបងក៏រឹងមានបន្ថែមទៀតហើយធ្វើវាទៅសូម្បីតែអ្នកដែលគាត់មានអាជីវកម្មហ្នឹងហើយក៏នៅតែមានចំណុចនៅខ្លះដែរចាតែសូមថាតែយើងធ្វើមិនបានយើងអាចធ្វើអីបានបើក្នុងកលៈទេសៈហ្នឹងគឺពង្រឹងចំណុចអស់ហ្នឹងឡើងវិញចាចឹងណាបងអូខេតែមកគេ3ចំណុចហ្នឹងចាប់ហើយឃើញមានមិនចំណុចទេបង
khiខ្លួនឯងណាឆ្លុះប្រចាំទៅខ្លួនឯងនេះឃើញមានប្រហែលចំណុចទេ คือผมว่าทำไม ឃើញមួយចំណុច លើក អូខេឥឡូវចំណុចទី9នេះគេហ្មង thì tới sự nghiệp nhau có nhận của nhau khơi tại sao là nhau bên chúng miền tin với thần nhau rồi đi về để nhau rất còn cao cô hủ chạy các nhà tư xài tay đờ nhau mơ khơi đi sang một đứa cho ăn nhau phải gặp ăn một chảo rồi theo nhau ở bên đây ta cùng được chim cao về trên là lúc to mình chấm rồi là về dương tới đôi con hàng trên là dương nhìn không khương bây giờ ở dương lắm đi xa tài đi thà dương ta cái lưới sở là ấy lúc ta ta được về dương lúc đây ta cái đầu của xí dương bây giờ nó bắt tất cả giáo mua mình chặt ăn phơi chỉ cảm không biết là sản phơi tôi cũng miên chủng miên không xăm đi xem đẹp nhau này cụ mình trai dương lúc có phê lúc có dương lúc có tiêu ấy mình khơi được cái lúc bạch dương từ lúc đây cây đài qua từ dương kia mà chặt hàng đó thôi con dương miên chủng miên trong thân xăm tôi quay từ dương miên bốc lực cả đào lúc bên này là bốc lực thơ si dương bắt chết dương bạc dương mỏ chà đó là ok bọn nó phải tới thì sau bây giờ trà chịu cam không mềm như này khác cái sơ tài đông bây giờ quay đây cái cặp bông vừa hạt cây mình mau rồi ở trường người tôi có thể tác họ nó có bị đơn lại chà chẳng đôi khi bị bông hoa đơn lại chẳng dương khỏi tổng biết trường người tiền là mình tụi bây giờ mình đang số tay khỏi dương đơn vì lẽ là nạn thì cô ta còn gì thân thời bài mình từ bài mình sơ miên phải không chà nó là nó hơi sủng khẳng hay cho mình than anh là ngay đây than này khác còn cái hồ xí từ hồ xí đây là phương án đặc biệt giống như tôi ao quát có khăn mặt chơi nè khác quát khen cái lụa về quát từ lụa về này nay số ta quát từ trong về quát từ trong phương anh tôi bọc màu thôi chỉ có là khử chỉ có là đấy quát đây có chua mà đúng còn nay số ta quát đông tí có về đi ở cho ta tha Olympic nó bọt tu tập bùng mấn từ phương anh còn đấy quát thời gian bọt nó lóm sao ta nhưng mà đơn khỏi vậy chả nó mới trông mà đo cho nên được nhiều không chả bây giờ mà ăn đấm dân thờ cái ăn thờ thì thời coi dân ăn trên thờ cái đài chả ok chắc đến vậy cho nên tại tâm cho mỗi năm nay thì dính là luôn ok rồi tay của tôi bà bố ở nhóm chó thì lại tiếp tăng là nhóm tầm nẹ tầm đầu tầm nẹ tầm đầu chỉ có cam men ta tìm mùi bằng hai rồi còn tầm đầu cả tim xa để cây cà tông tầm men ăn lấy tim xa rồi còn và chỉ cho nơi tập quan dương còn nơi sọc dương nơi tập bài để dương trong vừa chịu cắn này quan chụp bài hàng kỳ hai dương trong hồ tầm một sai nát ở chuối đo sai là phụ quật chẳng hết đấy chàng hai rồi tập hoa được có sẽ là cái để chụp hạt do tới đo sai bài há có chia đồng lời cá tim xa nè chàng hai tạo dương đi chụp này tim xa bài mệnh tại trong chụp này chịu cắn ở dương tá cái dương nụ rồi còn là hoa dương đúng nghiệp nhiều nhà nụ đôi dương trà trà thời cái lúc bài mình dương và sân dương trôi những lúc bài những tập ha dương lên ở cái tô pha trong này tim xa bên này ôi dương cô đã họ là dương nụ cà phê tô cà phê phi chọc nghề chồng cho bán nào như mềm nhiều mà rồi kia giờ ai kế đấy có tới giờ bị kế dương bị thời tổng viên tại mẹ tới hàng lúc mẹ mà hàng này được nghề chẳng số thanh tá dương ai chọc chụp lại tim xa lắm bạn bên này dân thưa hỏi rồi thôi dân du lịch bên đó là bởi tại tiên tại cho nó màu khác nhiều chẳng trong cái miền tây khu vực quận trên lại bệnh này là vùng tầm quan dân trọng hồng xí và lại như dân trọng mà chẳng hai mà tiền hà con đồng này chỉ một cả trong cả hồng xí với dân trong bàn này kỳ con đồng này chỉ cảm dân tay dân còn trong bàn luôn thế đừng còn mình rồi còn miền ấy cao bị ca trong ăn luôn còn dương này chịu càng còn dương nữa nè này hai tinh ta cùng rồi chịu càng tay cho miền thành ca chịu càng ọt miền chặt không say ọt miền chặt không say nên họ chịu càng những ọt trong phương mặt trong khi chịu càng phương hai mặt này đặt hai ca rồi xây hai ca chịu càng ọt tôi bây giờ dân mà sẽ bên lên câu chuyện nói phần tái học nhất của dân thật gần thà tao dân miền ấy phạt là miền thành cả bạn nào phạt chấm đấy mình tha trên từ lụt tay á lụt cả đang thật luôn này ở trong bạn phần này khác qua mình đang tha tao quạt trong hỏi chịu càng quạt là ăn từ bạn mình này đây như miền sâm mà nè
គាត់អាជីវកម្មគាត់ដូចគាត់ចាប់ផ្ដើមពីតូបហ្វេអញ្ចឹងដូចគ្នាប៉ុន្តែគាត់ចាប់ផ្ដើមក្នុងដំបូងគាត់មានចាក់ខុសវិស័យមកគាត់ថាគាត់មិនធំទៅចង់បើកតូបហ្វេត្រឹមនៅផ្ទះអញ្ចឹងទេតែចង់មានគេស្គាល់ច្រើនហើយមានគេប្រើប្រាស់សេវាកម្មកញ្ចប់គម្រោងគាត់ទៀតអញ្ចឹងគាត់លក់អាជីវកម្មដំបូងហើយគាត់ថាគាត់កំណត់ថាពីឆ្នាំណាដល់ឆ្នាំណាគាត់ជាអ្នកលក់ផលិតផលហ្នឹងឡើងពី3ឆ្នាំក្រោយគាត់អាប់ដេតពីអាជីវកម្មគាត់នឹងទៅពីទៀតគាត់ទៅបង្កើតជា franchise ចាអញ្ចឹងអានេះជាចាក់ខុសវិស័យของគាត់ហើយគោលតម្លៃនៃការនៃអាជីវកម្មរបស់គាត់អញ្ចឹងគោលតម្លៃអាជីវកម្មមិនថាគាត់គ្រាន់តែលក់ឲ្យចង់បានតែលុយទេអញ្ចឹងគាត់ចង់ថាទៅពេលដែលអ្នកញ៉ាំកាហ្វេគាត់ទទួលបានអារម្មណ៍បែបមិនពេលដែលញ៉ាំទទួលបានរសជាតិឆ្ងាញ់នៅកន្លែងគាត់ដែលល្អគាត់គេសប្បាយចិត្តហើយជួយដល់អ្នកដោយមួយទៀតគឺជួយដល់ក្មេងៗមកដែលគាត់ជានិស្សិតអញ្ចឹងអ្នកខ្លះគាត់មកពីខេត្តគាត់ខ្វះខាតក្នុងការរៀនសូត្រគាត់ត្រូវគ្រប់គ្រងផងអញ្ចឹងពេលខ្លះគាត់រៀនពេលគាត់ត្រូវធ្វើការកាហ្វេអញ្ចឹងគាត់ផ្ដល់ឱកាសការងារហាត់ថែមទៅឲ្យសិស្សសាលានោះទៀតអញ្ចឹងមិនថាពលរដ្ឋអាជីវកម្មគាត់គឺគាត់ជួយដល់អ្នកដទៃថែមទៀតដែរមិនធំគាត់ចង់បានលុយសម្រាប់ចូលហាត់កផារបស់គាត់ទេចាហើយទី6របស់អញ្ចឹងគឺនឹងអត់ស្រាវនឹងហើយអញ្ចឹងបងឃើញថាបញ្ហាតម្រូវការទីផ្សារមានអីខ្លះហើយដឹងថាតើយើងអាចមានចំណាយទីផ្សារប៉ុណ្ណាដៃគូប្រកួតចេញនៅតំបន់ដែលយើងចង់បានមានប៉ុណ្ណាយើងអាចដឹងមានផែនការអាជីវកម្មអីច្បាស់លាស់ហើយយើងមើលថាតើផលិតផលឬក៏សេវាកម្មណាដែលអាចដោះស្រាយដល់ពួកគាត់ប្រកបបានចាព្រោះអីបើសិនជាយើងគ្រាន់តែឃើញថាមើលអត់ឃើញពីបញ្ហារបស់អតិថិជនទេវាធ្វើឲ្យបញ្ហាផលិតផលរបស់យើងឬក៏សេវាកម្មរបស់យើងមិនសូវជាមានអត្ថប្រយោជន៍សម្រាប់ពួកគាត់ទេវាទៅជាអត់សូវជាតម្រូវការសម្រាប់ពួកគាត់ណាចាអញ្ចឹងហើយយើងមានត្រូវមើលចំណុចនេះដែរចាអញ្ចឹងអាហ្នឹងអ្វីដែលជាកំណត់អាជីវកម្មយើងបើសិនបងចង់ថាតើកំណត់អាជីវកម្មគឺជាអីអាចមកមើលកន្លែងនេះបានខ្ញុំថាវា6ចំណុចនេះគឺជាផ្នែកសំខាន់មែនទេដោយនៅក្នុងគូក្បាលយើងអញ្ចឹងផ្នែកមួយសិតតែសំខាន់ចាអញ្ចឹង6ចំណុចនេះគឺសំខាន់ហើយវាជាអាចបងដាក់សំណួរខ្លួនឯងដើម្បីត្រាំនឹងថាតើមិនអាចហៅកំណត់ជាកម្មបានមួយបានបែបអញ្ចឹងណាចាអូខេអញ្ចឹងនេះជាកំណត់អាជីវកម្មហើយឥឡូវខ្ញុំសូមចូលទៅវីដេអូមួយពីអាចស្ដាប់ផងចាប់ផ្ដើមតូចគិតឲ្យបានធំរៀនមូលដ្ឋានគ្រឹះរៀនអាជីវកម្មរបស់អ្នកដោយតូចហើយធ្វើកំហុសឲ្យបានតិចបន្ទាប់មករៀបចម្រើនជីតាលេងដឹងប្តីឡើងឲ្យបានរៀនធ្វើកសិដ្ឋានពីឪពុករបស់គាត់ពួកគាត់បានចំណាយពេលច្រើនថ្ងៃប្រឹងប្រែងធ្វើការនិងរៀនអំពីរបៀបទទួលបានផលច្រើនបំផុតពេលនេះជីតាលេងមានគ្រួសារផ្ទាល់ខ្លួនគាត់និងភរិយារបស់គាត់សុខមានកូន3នាក់បាតិកាស្រីយូនិងទីម៉ូកូនរបស់ជីតាលេងចេះប្រឹងប្រែងធ្វើការមកពីកសិដ្ឋានប៉ុន្តែពួកគេមានចំណង់ចំណូលចិត្តរៀងៗខ្លួនពួកគេម្នាក់ៗចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃណាមួយជីតាលេងតាមបន្លាយ3មុខគាត់បានបង្កើតជំនាញនិងការអនុវត្តនៃអាជីវកម្មល្អដើម្បីរកប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ជីតាលេងតែងតែរកវិធីពង្រីកអាជីវកម្មរបស់គាត់ជានិច្ចថ្ងៃមួយជីតាលេងបាននិយាយជាមួយនឹងអ្នកលក់ផ្កាម្នាក់ហើយគាត់បានដឹងថាផ្កាទាំងនេះមានគេចូលចិត្តច្រើននិងលក់ដាច់ជាងគេជីតាលេងបានគិតថាគាត់អាចរកប្រាក់បានកាន់តែច្រើនទៀតដោយលក់ផ្កាទាំងនេះបន្ថែមទៅលើតម្លៃរបស់គាត់មិត្តម្នាក់បានប្រាប់ជីតាលេងថាការប្រភេទនោះតែមានគេចូលចិត្តច្រើនហើយបងផ្កានោះต้องយ៉ាងលឿននិងលក់បំផាត់ល្អជីតាលេងលក់ការថតដំបូងរបស់គាត់ទៅលើទីផ្សារបាត់អស់យ៉ាងលឿនហើយរកប្រាក់បានច្រើនជាងបន្លែគាត់ទៅទៀតបន្ទាប់មកជីតាលេងពង្រីកចន្លោះដីដាំការកាន់តែធំហើយព្យាយាមលក់ការនៅទីផ្សារការនឹងមានគេចូលចិត្តច្រើនហ
ហើយគាត់អាចលក់ជាមួយនឹងផលដំណើររបស់គាត់ផងដែរជីតាលេបានចាត់តាមរកប្រាក់បន្ថែមពីការលក់ខាងនោះក្រោយមកឆ្នាំដដែលនោះជីតាលេបានមានឱកាសទិញដីពីអ្នកជិតខាងគាត់នៅក្នុងតម្លៃ1 ដុល្លារដោយសារការដកពិសោធន៍របស់គាត់ជាមួយនឹងការដាំផ្កានោះជីតាលេបានដឹងថាគាត់មានគ្រាប់ពូជល្អសម្រាប់ដីបន្ថែមនោះគាត់ក៏រកប្រាក់បានគ្រប់គ្រាន់ដើម្បីទិញដីនោះផងដែរជីតាលេបានដឹងថាដោយមានដីថ្មីនោះគាត់អាចរកប្រាក់កាន់តែច្រើនដោយការចាប់បានតូចតាចមិនតែគិតឲ្យបានធំជីតាលេអាចសម្រេចចិត្តពង្រីកអាជីវកម្មរបស់គាត់ចាប់បានតូចគិតឲ្យបានធំរៀនមូលដ្ឋានគ្រឹះពេលអាជីវកម្មរបស់អ្នកនៅតូចធ្វើកំហុសឲ្យតិចបន្ទាប់មករីកចម្រើន បងចាំនៅវីដេអូនេះគេបរៀនយើងថាចាប់ផ្ដើមនៅតូចតែគិតបានធំយើងដោយអាជីវកម្មចឹងតែថាអាជីវកម្មយើងដូចគ្នាយើងអាចមានចាក់ខុសខ្សែវែងឆ្ងាយអ្វីដែលយើងចង់ធ្វើវាធំប៉ុន្តែសូមឲ្យចាប់ផ្ដើមឡើងពីតូចនៅហើយវាការចាប់ផ្ដើមឡើងទៅនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់យើងជាបទពិសោធន៍សម្រាប់យើងដែលអាចដើរទៅមុខបានតែដូចគ្នាបានយូរទៅចឹងណាចាអញ្ចឹងគេលើកទឹកចិត្តឲ្យយើងគិតវាបានធំសម័យវាបានធំចុះប៉ុន្តែគាត់ឲ្យចាប់ផ្ដើមឡើងគុំចាប់ផ្ដើមធំពេកវាចាប់ផ្ដើមឡើងទៅអញ្ចឹងក្នុងមេរៀនរបស់យើងច្បាប់អាជីវកម្មរបស់យើងគឺលើកទឹកចិត្តកន្លែងនេះគឺថាយើងគិតឲ្យបានធំតែយើងត្រូវចាប់ផ្ដើមបានតូចដូចវីដេអូមិនអញ្ចឹងគេនិយាយពីជីតាលេគ្រួសារហ្នឹងដែលគាត់ដំបូងហើយគាត់ធ្វើអាជីវកម្មក៏មិនមានន័យថាគាត់ចង់ធ្វើតែដោយបន្តិចហ្នឹងណាប៉ុន្តែគាត់មានផែនការបង្រៀនផែនការគាត់ចាប់តាមឡើងពីដំបូងគាត់មិនយកលុយទៅទិញដោយយើងខ្ចីបំណុលគេដើម្បីបង្រៀនឲ្យធំមកឯងប៉ុន្តែគាត់ចាប់តាមភាពតូចនេះហើយទៅបង្រៀនបន្ថែមចាអញ្ចឹងយើងដូចគ្នាជាអ្នកដែលមានអាជីវកម្មដែលយើងចង់ចង់ start up ជាពិសេសអ្នកកំពុងចង់ start up ដូចគ្នាអាចថាចាហូបចាប់ដើមពីតូចទៅយើងមិនទាន់អាចទៅទៅចង់ហក់ឡើងទៅពុកធំមកឯងយើងអាចមានផែនការមានគោលដៅមានចាក់ខុសវិស័យចង់អាជីវកម្មយើងធំប៉ុន្តែការចាប់តាមគឺចាប់តាមពីតូចហ្នឹងហើយចាហើយតិចទៀតទៅមេរៀនយើងក្រោយៗនឹងមានវីដេអូបន្ថែមទៀតដែរដែលមិញគេលើកពីគ្រូសាស្ត្រតាលេអញ្ចឹងមេរៀនទៅខុសទៀតតគ្នាមកវាជាប់ជាមួយនឹងសាច់រឿងនៅវីដេអូមួយចំនួនជាប់ជាមួយនឹងមេរៀនរបស់យើងដែរអញ្ចឹងណាចាអញ្ចឹងតិចទៀតបងនឹងស្គាល់តាគ្រូសាស្ត្រតាលេមានអ្នកណាខ្លះគេធ្វើអីខ្លះហើយគំរូផែនការអាជីវកម្មគេធ្វើអីបន្តទៀតអញ្ចឹងណាអូខេណែបងអញ្ចឹងមិញយើងរៀនពី8ចំណុចដែលយើងឧបករណ៍ចេញមកស៊ីហើយលើយើងចូលមកដល់7ជំហានធំនិយាយពីគម្រោងអាជីវកម្មវិញចាយើង7ជំហានធំនៃគម្រោងអាជីវកម្មដែលជំហានទី1គឺគេលើកទឹកចិត្តឲ្យយើងសរសេរពីផែនការអាជីវកម្មចាសរសេរពីផែនការអាជីវកម្មទៅយើងដឹងថាតើអាជីវកម្មរបស់យើងចង់ធ្វើអីគេចាអញ្ចឹងសរសេរផែនការអាជីវកម្មនេះវាមានទៀតអញ្ចឹងនៅមេរៀនក្រោយយើងនឹងចូលដល់កន្លែងមេរៀនសរសេរផែនការអាជីវកម្មដែរប៉ុន្តែមេរៀនហ្នឹងយើងអត់លំអិតអស់ទេយើងគ្រាន់តែយកជាមូលដ្ឋានគ្រឹះមករៀនបកបន្ថែមភាសាតែជាក់ស្ដែងទៅមេរៀនគ្រាន់តែមេរៀនមួយនេះយើងត្រូវរៀន9សប្តាហ៍បើសិនជាយើងរៀនអត់មែនណា9សប្តាហ៍ទៅសេផែនការអាជីវកម្មចេញមកមួយណាសេផែនការអាជីវកម្មចាមកវគ្គទៀតតែនេះចាបងហ្នឹងហើយការមុនថ្នាក់យើងពីច្រើនដោយសារតែសានេះយើងcònបានបើកថ្នាក់សេផែនការអាជីវកម្មតែការពីមុនហ្នឹងគឺយើងបើកតែមូលដ្ឋានផងបើកតែសេផែនការអាជីវកម្មផងអញ្ចឹងអ្នកខ្លះគាត់រៀនចប់ពីថ្នាក់មូលដ្ឋាននេះហើយទៅគាត់ចូលទៅរៀនសេផែនការអាជីវកម្មអញ្ចឹងតែនៅក្នុងមេរៀនមូលដ្ឋានគ្រឹះនេះយើងលើកយកមេរៀនហ្នឹងមករៀនដែរប៉ុន្តែយើងគ្រាន់តែរៀនជាគ្រឹះរបស់វាឯងតែយើងអត់បានរៀនអត់ទេព្រោះដោយសារតែវាប្រកាសចំណាយពេកបើរៀនពីវាតែឯងមកគឺ9សប្តាហ៍ឲ្យបងត្រូវទៅសេវាផ្ទាល់ខ្លួនឯងដល់ពេលយើងចប់9សប្តាហ៍ណាបានផែនការអាជីវកម្មរបស់ខ្លួនអញ្ចឹងណាចាអូខេបងអញ្ចឹងក្នុងនេះគេមានទៅសេផែនការអាជីវកម្ម
ហើយស្រាប់បានក្រោយយើងនឹងចូលទៅថាតើមានអីខ្លះក្នុងផែនការជាកម្មមានបានចំណុចពួកអីប្រហែលជាបងគិតថាបើយកធ្លាប់ដឹងពីមុនមកប្រហែលជាពិបាកគិតថាទៅសេផែនការជាកម្មតែខ្ញុំត្រូវទៅសេពីអីខ្លះពីចំណុចអីខ្លះអញ្ចឹងហើយត្រូវបងអញ្ចឹងបងមានដែរធ្លាប់ទៅសេអត់មានបងខ្ញុំធ្លាប់ទៅសេ អូខេបងធ្លាប់សេអញ្ចឹងបងពីច្រើនបងទៅសេតាម model អី ដល់ model អីសេតាមការនឹកឃើញ អូតាមការឃើញបងអូខេ មាន model អីទៅ ចា ចង់ធ្វើអីទៅសេទៅគួរអំណងចាក់ហូបវិស័យការចំណាយប្រចាំខែប្រចាំថ្ងៃ ចាអូខេចុះបងផ្សេងទៀតធ្លាប់មានបទពិសោធន៍ផ្សេងអត់បង បាទចា ឥឡូវអត់ធ្លាប់មានបទពិសោធន៍ផ្សេងតែធ្លាប់មានបទពិសោធន៍ដឹងថាតាមមានចំណុចអីខ្លះដែលយើងត្រូវទៅផ្សេងអញ្ចឹងណាមានអីខ្លះធ្លាប់ដែរបានដឹងអត់ឥឡូវបើដែរបានដឹងសុំគិតវិញថាតើគួរសេអីគេអូឥឡូវចេះវិញឧទាហរណ៍ថាខ្ញុំឲ្យបងទៅសេថាការចំកម្មកំពុងឡាយបងសេចំណុចអីមុនគេ តែឈ្មោះអាជីវកម្មមួយ ឈ្មោះអាជីវកម្មមកគេចាហើយបងបើយើងដឹងថាឈ្មោះអាជីវកម្មបានន័យថាគាត់ទៅផ្លាកសញ្ញា logo អាជីវកម្មនេះយើងតាំងក្នុងហ្នឹងណាចាអូខេចាចំណុចអីបងបើជឿជាបងកថាខ្ញុំចង់សាកសរសេរផែនការអាជីវកម្មចំណុចអីដែលបងចូលទៅដល់បងនឹងសរសេរនេះឡើយ តែជាកម្មវិធី ចា យើងតែជាកម្មវិធីជាលោកស្រីទៅ ចាអូខេ តមកមុខ សេហូដឺចាអូខេមាននេះទៀតបានតូនដល់តូនចាមាននេះទៀតមានសិនអូខេអូខេឥឡូវបងមកដៃធ្លាប់សេមិនធ្លាប់ទៅសេអាចជួយចែកម្លែងមកជួយចែកដែរបើសិនថាមិនទៅសេអីក៏ជាចំណុចគោចំណុចគោដែលបងលើកឡើងមកទៅសេមានចំណុចអីដែរ កាលនោះខ្ញុំទៅសេផែនការអាជីវកម្មតាក់ទងនឹងគម្រោងដេសិប្បកម្មដេ អូ បាទសិប្បកម្មដេបាទខ្ញុំទៅសេឲ្យជនជាតិកូរ៉េតែក៏អត់ទទួលយកទេដោយសារតែការចំណាយវាធំពេក 6500 តែដល់ពេលឲ្យគាត់មើលទៅគាត់អត់ចង់បានអ្វីដែលខ្ញុំទៅសេហ្នឹងឯងគាត់ចង់យកគំនិតរបស់គាត់វិញតែខ្ញុំទៅសេខ្ញុំដាក់សិប្បកម្មពោធិវង្សនឹងឈ្មោះរបស់គាត់ដែលគាត់ជ្រើសរើសដាក់ហើយខ្ញុំទៅសេជាផ្នែករបស់វាយើងត្រូវធ្វើអីគេខ្លះទី1ចក្ខុវិស័យឈ្មោះហើយដាក់ចក្ខុវិស័យហើយបន្ទាប់មកយើងត្រូវធ្វើអីគេខ្លះហើយមានបុគ្គលិកប្រមាណអ្នកមានម៉ាស៊ីនប្រមាណគ្រឿងហើយត្រូវទិញសម្ភារៈអីគេខ្លះហើយក្នុងមួយថ្ងៃយើងចំណាយទៅលើអីមួយខែមួយសប្តាហ៍យើងចំណាយទៅលើអីគេខ្លះហើយមួយខែចំណាយអស់ប៉ុន្មានហើយចុងក្រោយក្នុងមួយឆ្នាំយើងអាចរកចំណូលបានប៉ុន្មានហើយចំណាយបានប៉ុន្មានចំណូលចំណាយចុងក្រោយលើកជាតលហេកោហើយនឹងគួរធ្វើបែបម៉េចដើម្បីឲ្យអាជីវកម្មយើងដំណើរការបានល្អបើខ្ញុំនិយាយទៅវាអាចទៅមុខទៅក្រោយប៉ុន្តែតើទៅមើលការទៅសេមកមិនបានវាត្រូវតាមលំដាប់ចាអរគុណបងសម្រាប់ការចែករំលែកចឹងសប្តាហ៍ក្រោយយើងនឹងត្រូវដល់ឲ្យថាមានចំណុចអីខ្លះដែលគេសរសេរណាចាឥឡូវសូមបង្ហាញបន្តិចការសរសេរផែនការអាជីវកម្មនេះយើងមានលើក model មកសរសេរយើងនឹងមាន model មួយគេហៅថា model canvas ចាអញ្ចឹង model មួយហ្នឹងគេនឹងសរសេរផែនការអាជីវកម្មបងពេលដែលសរសេរយើងដឹងពេលដែលយើងនិយាយថាអូសរសេរផែនការអាជីវកម្មច្បាស់ណាស់យើងសរសេរអីយើងចង់បានតែយើងអាចបានដឹងថាតើគួរសរសេរចំណុចណាខ្លះត្រូវចាយើងនៅក្នុងហ្នឹងគេនឹងកាត់មកអត់តែថាមានចំណុចអីខ្លះអញ្ចឹងវាមាន9ចំណុចធំដែលយើងសរសេរអញ្ចឹងពេលអាជីវកម្មមួយតែអាជីវកម្មមួយវាខុសគ្នាប្រភេទផ្សេងគ្នាអញ្ចឹងការសរសេរក៏ខុសគ្នាដែរគាត់ថាគេមានចំណុចគោល9ធំហ្នឹងអញ្ចឹងឧទាហរណ៍ថាដល់បងលក់កាហ្វេអញ្ចឹងចំណុចទី1តើដល់ចំណុចកាហ្វេហ្នឹងអីគេសរសេរមកចំណុចយើងប្រើប្រាស់សម្រាប់កម្មជួសជុលអញ្ចឹងចំណុចទី1សម្រាប់កម្មជួសជុលគេអញ្ចឹងគេមានចំណុចធំណាស់ឲ្យយើងសរសេរមាន9ចំណុចធំណាស់អញ្ចឹងសប្តាហ៍ក្រោយយើងទៅអមនេះទៀតណាហើយសប្តាហ៍ក្រោយយើងមានលេងមួយណាអូខេមានលេងសប្បាយមកអូខេអញ្ចឹងអានេះយើងចាំទៅមើលនៅសប្តាហ៍ក្រោយមាន9ចំណុចចាទី2ពីងកូនអាជីវកម្មហ្នឹងហើយអញ្ចឹងពីងកូនអាជីវកម្មការយើងមានអីខ្លះបងពីទី1បានមាននេះថ្ងៃចុងក្រោយទៀត
អូខេគឺក៏ទៅអាជីវកម្មអញ្ចឹងគម្រោងអាជីវកម្មមាន7ជំហានយកបើសេផានការអាជីវកម្មអត់មានកូនទៅធ្វើចេញអត់បងណាអញ្ចឹងត្រូវតែយើងទៅគៀងមកទៅអាជីវកម្មយើងសួរថាតើអាជីវកម្មដែលយើងបានសរសេរបានលើកឡើងផានការដែលយើងចង់ធ្វើនឹងតើយើងមកគៀងកូនពីអ្នកណាមកប្រើវិធីសាស្ត្រណាទៅក្នុងការគៀងកូនចាអញ្ចឹងដូចជាបានមានថាពីមុនគៀងកូនមានអីគេប្រាក់ខ្លួនឯងតប្រាក់សងខ្លួនឯងតចាពីគ្រួសារសាច់ញាតិមិត្តភក្តិចាពីអ្នកកតាគុណចាពីសន្តិភាពចាហើយពីនៅឯពីដៃគូអាជីវកម្មផ្សេងៗចាសួរថាបើសិនជាបងមានផែនការនឹងហើយតើបងទៅហៅតុននឹងមកពីណាដើម្បីឲ្យផែនការយើងនេះអនុវត្តទៅណាដល់ទៅណាចានឹងអញ្ចឹងមានពីចំណុចហើយបងផ្សេងគ្នាប្រហែលជាការគៀងកងទៅយើងក៏ប្រហែលជាផ្សេងគ្នាដែរទៅតាមអ្នកដែលមានលទ្ធភាពធ្វើឬក៏អីចឹងណាចាអ្នកខ្លះបើគាត់មានលុយខ្លួនឯងអានោះអូខេកុំគាត់គឺបានលុយគាត់ខ្លួនតែមកអ្នកខ្លះគាត់អត់មានទេគាត់ត្រូវគៀងកងទៅមកពីណាពីអ្នក invest ឬក៏អីចឹងទៅចាដល់ពេលទី3ជំនាញទី3គឺរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនចឹងអានោះបែបមិនបងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនចាអូខេណាបងចាអញ្ចឹងនៅពេលអាជីវកម្មមួយគេសិតតែមានរចនាសម្ព័ន្ធគេទៅសម្ព័ន្ធនេះផងច្រើនគឺជាអង្គការរបស់យើងក៏យើងមានតែបើសិនជាបងជាអាជីវកម្មតូចៗអាចយើងអត់បានគិតផងចំណុចហ្នឹងឯងនៅតាមចាអញ្ចឹងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនមានក្រុមហ៊ុនយើងមានអ្នកណាខ្លះដែលចូលរួមក្នុងការធ្វើការហ្នឹងបើអ្នកខ្លះមាន shareholder តើអ្នកណាគេជា shareholder របស់យើងខ្លះ shareholder ហ្នឹងនៅខាងផ្នែកអីគេអញ្ចឹងណាមានមកគេអត់អីចឹងតែគេកាន់ខាងទូនាទីអីគេអញ្ចឹងចាហើយបើសិនជាយើងគាត់ទៅជាជីវកម្មខ្លួនឯងយើងអត់មាន shareholder ទេតើអ្នកណាគេជាប្រធានតើអ្នកណាគេធ្វើនៅផ្នែកអីអញ្ចឹងណាចាអញ្ចឹងវាមានតអស់ហ្នឹងអញ្ចឹងដូចទៅក្រុមហ៊ុនក្នុងក្រុមហ៊ុនឬក៏រោងចក្រមួយចុះឧទាហរណ៍រោងចក្ររតនស្វាយយកសួរថាតើអ្នកណាគេជា CEO គាត់មានសិទ្ធិធ្វើអីគេចាហើយចុះពី CEO មកតើត្រូវមានអីគេ manager អ្នកណាគេជា manager ខាងអីគេខាង production មកមួយទៀតខាងគេខាង account ខាង finance ចាខាងអីគេបុគ្គលិកធ្វើចាត់ស្វាយខ្ចប់ពីខ្ចប់អញ្ចឹងវាត្រូវមានអស់ហ្នឹងចាអញ្ចឹងគេច្រើននៅពេលដែលម្ចាស់អាជីវកម្មធំគឺត្រូវតែមានដើម្បីដឹងថាតើម្នាក់មានតួនាទីធ្វើអីខ្លះចាហើយមានសិទ្ធិក្នុងការសម្រេចអីខ្លះបើសិនជាយើងអត់បានមានរចនាសម្ព័ន្ធអត់ទេណាអត់ដឹងថាតើពេលត្រូវការអីមួយពេលត្រូវការលុយពីខេទៅរកអ្នកណាគេខាងលុយអ្នកណាអ្នកទូខុសត្រូវអ្នកណាទេអ្នកអត់បរូលុយនឹងឲ្យចាទៅវាអត់មានទេអញ្ចឹងយើងជាអាជីវកម្មតូចក៏អាចជាយើងអត់បានគិតធ្វើទៅអស់នឹងដូចគ្នាប៉ុន្តែអាចថាដល់ពេលយើងសិក្សាការអាជីវកម្មក៏យើងអាចរៀបចំដូចគ្នាដែរវាជាគម្រោងអាជីវកម្មយើងមួយណាដើម្បីយើងដឹងថាតើយើងមានទូទីអ្នកណាខ្លះចូលអីខ្លះដូចអ្នកខ្លះគាត់ថាគាត់មានបុគ្គលិកផងចុះគាត់ចាយទូទីមកចុះសូថាកូនចៅគាត់ស្វាមីគាត់ប្រភេទយើងគាត់បានចូលរួមក្នុងការងារនឹងអត់ហើយអ្នកណាទទួលខុសត្រូវខាងពីគេដោយការទៅកូនគាត់ជួយគិតលុយខ្លះទៅស្វាមីគាត់ត្រូវដឹងជួលពីអញ្ចឹងណាអញ្ចឹងដើម្បីកន្លែងនេះដើម្បីចែកទូទីច្បាស់លាស់ឲ្យវាមានប្រសិទ្ធភាពក្នុងការធ្វើការដូចគ្នាហើយដឹងថាអ្នកណាស្ថិតនៅក្នុងទូទីអីមានសិទ្ធិសម្រេចអីគេអញ្ចឹងចាហើយជំនាញទី4របស់យើងគឺបង្កើតក្រុមការងារចាយើងបង្កើតក្រុមការងារដូចមួយណាបើយើងមានរចនាសម្ព័ន្ធហើយយើងដឹងថាតើនៅក្នុងក្រុមហ៊ុនឬក៏អាជីវកម្មយើងមួយត្រូវការមនុស្សប្រមាណអ្នកត្រូវការអ្នកបកកាយខាងពីគេធ្វើអីគេខ្លះអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមបកកាយក្រុមការងារយើងនឹងដឹងថាយើងគួរហៅមនុស្សដែលមានជំនាញតាមអីដែលយើងត្រូវការហ្នឹងមិនយើងចេះតែហៅរបស់អញ្ចឹងណាអូខេហើយជំនាញទី5រៀបចំយុទ្ធសាស្ត្រទីផ្សារនិងការលក់អញ្ចឹងជំនាញទី5តើនៅពេលដែលយើងមានផែនការមានដើមទុនគ្រប់គ្រាន់មានរចនាសម្ព័ន្ធហើយមានបង្កើតក្រុមការងារហើយចាការលក់ផលិតផលរបស់យើងតែយើងនឹងលក់បែបម៉េចយើងប្រើយុទ្ធសាស្ត្រនេះគេក្នុងការលក់ចាហើយ
ta nhận ra chỉ nhận là vừa tìm xa ta và tập hợp ở dưới vừa tìm xa đang mấy năm bảy cái score chả đang bảy ao nhạc rào ta nó score bây giờ ca nào nó phải tập hợp sẽ làm cao bằng giờ nữa từ tôi từ đó nhé chia nhạc rào ta tại cho bao giờ nào chả hai trong thiên thì của mỗi bao giờ cứ ba sự thôi trong hồn ở dưới ban dưới trong không được ra giờ là sao tôi đi xa bán lên ở hơi thử bên ca luôn bay thử ba ca luôn bay mình thấy cứ như ai vừa đang bảo sủng hộ mà chả bắt đầu từ lại và thay nhưng chịu cam tôi tốt nhưng chả bắt đầu mà ở hàng mà đã tô bà này ở trong hồi cứ mẹ hạ bà tô bà hàng hết chọn luôn bà đấy tại luôn trắng á tái nó đi trong thiên đình và người tiên cực lòng này là được thôi nếu không đàn cho con bông thay từng nó sầm khăn này tại tôi thường nói trong thiên đình có trà lấy cho số bộ con mình đôi dương của con em chịu cao này bông ban trong hay là được thôi chịu cao như bạn cho bạn gọi ban đâm thả táp chịu cao bao nhiêu này trong đôi cho tôi bạn nó bị lạc bạn nó còn ăn không khai trong này tôi bên trong này tôi lấy là trong này con của bạn ta phi mặt khai tầng mặt khai lần con này hay là thôi chịu cao bao nhiêu mình càng có xem được rồi cho một môn bạn đâm rồi cái con bạn đâm thẳng luôn ấy bà sinh chỉ ôn hơn hả bạn đâm thẳng luôn ấy nó một hai đấy trong đó chỉ cao bạn này ăn lại còn ok cho nhưng mà dân mình đang thay những trình này hả đây đang thẳng luôn ấy mình được cả đó ok chắc còn bạn này thà đôi khi lòng nhìn chân cho miền bờ cho miền thà vào tô bà hàng luôn ấy mình chọn thầm được phần nó trâu cháy đấy thở máu cho miền tìm bờ cái trâu này hay là thổ nó còn ta và dân chia chiều cao tương tác như là còn miền trồng chi miền ấy như là miền con này mình tái có thời tầm miền cá trâu trâu này là thổ này ra chà ok và sau này dân ăn trâu trâu này là thổ còn các tham viên nông nghiệp bằng này cả là đùa ok miền ấy tiền rồi cái miền tha đua từng khuyên do đó mình lấy khác rồi vì luôn mình cao lôi người ta không ok chào rồi đặt ra được bây giờ tây vì qua tây ok là con nhà chịu các ban trâu trâu hay là cái thổ chịu cam của ai đó là còn trong đăng phi thà tạo bông ban đăng luôn anh cho ban vật vào hoặc luôn anh thà trồng lối nên trồng này chịu cam vào chân không mặc hai lắm phần nào ban phần này mặc luôn ban đăng là nó còn là đi nghỉ ai ở đây ta cho những thằng bông bay để dương ăn đủ qua được thằng operation làm nào cài trả lời mặc khai và sân u thọ thành nhung từ xưa bông thằng bông cà phê khai lớn trong khai của muốn thế này vậy đây khách luôn anh khai đó lúc ăn mà đi khai chân này cho bên ăn hả đây mà ok rồi là bông xanh tiền nhóm on bia chi cá mà tay nhóm lụa ai vẫn ở kia tay nhóm cọt ra trong nồi trong ngày luôn này ok té đằng cho nên được khát ok bông cho bông bông đâu sẽ chúng ta được thay system cho nhau con này cái đấy system đúng này đây là bạn chăm chúng nó hai mình của bạn đã thành cho là chúng này chúng nấu con khát cái mình ta được nấu là sai như system ok tái là đang trong này trong này bên đang là lúc đầu trang ngay đã sang một to là nhà vai lấy sinh viên đầu vào trên đi trên bò là đâm trên thả tá ta trong này còn dưới nó chạy trên chia vùng này phú thì viên mê thì muốn chất viên kênh để làm phi cả bán chạy trọ chiều khác nên trọ của tôi bò bán lời làm mấy rồi dùng thời bài dùng thời ấy cho tá đi chi trong này chi một cam chứ chứ coi chi trong này nó cũng xa thì đi ở muốn luôn ở trong tụi bây giờ mình hơi chim cám từ nhà mai đã sang tô bây chắc là bọn sân thì một phát qua ở cực đường đã sang nhà mai nhà cà phê nhà mấy thế này thì cũng được nếu so sự gì can này mà đây mẹ nhóm đây nhưng mà cái này nó cứ ta này họ nên càng được lừa một lần xây nhưng mà chịu cao bó
មានការចំណាយ អត់មាន include system អូខេ ចា system ហ្នឹងក៏យើងកំពុងមានទៀត អូខេចាអូខេចុះបងសម្បត្តិបងបានដឹងបានគ្រប់គ្រងហេរ៉ាជីវកម្មរបស់យើងនៅ គ្រប់គ្រង អូខេចុះបានដឹងថាតើពីមួយខែទៅមួយខែយើងដឹងថាចំណូលយើងប៉ុណ្ណាចំណូលយើងប៉ុណ្ណាហើយបង បាទ អូខេចូលមានតែគេបណ្ឌិតមើលថាខ្លួនឯងខាតនៅខែណាមួយទេអត់ ចូលនិយាយថាអាជីវកម្មរបស់យើងចាប់ដើមរបស់យើងលួងតាំងពីថ្ងៃទីប្រយ័ត្នពីថ្ងៃវាប្រហែលត្រូវការពេលវេលាយូរ អូ អញ្ចឹងដល់ពេលយើងធ្វើឡើងវាពូនកាត់អ្នកណាគូស្រាខ្លះអញ្ចឹងយើងកាត់បីអាជីវកម្មយើងចោលយើងគិតថាយើង ចំណូលចំណាយទៅ ចា ចាំ យ ខែ យើងអាចយើងអាចរੂដូចជាបើយើងប្រើសិទ្ធិជាប្រើសូឡាយើងអាចកាត់រੂវាទៅទៅទៅអញ្ចឹងណាដើម្បីមកដូចខ្លួនថាយើងចេះចំណេញចេះចាក់ជាចំណាយអញ្ចឹងណា ចា អញ្ចឹងយើងធ្វើទៅវិញ អូខេណែបងអូខេបងអញ្ចឹងមកដល់គម្រោងអាជីវកម្មអញ្ចឹងមិនមែនបានឲ្យខាតខំរៀនជំនាញទី6យើងអាចបើកខានយើងអាចបើកតូបើកការលបានបញ្ចប់ប៉ុណ្ណឹងអត់ទេគឺត្រូវមានជំនាញទី7មួយទៀតគឺការគ្រប់គ្រងហេរ៉ាជីវកម្មនិងប៉ុណ្ណាអញ្ចឹងអានោះសំខាន់ណាស់ណាដើម្បីបងដឹងថាតើពីមួយខែទៅមួយខែហេរ៉ាជីវកម្មនៃអាជីវកម្មបងទូចំណូលបានណាចំណាយប៉ុណ្ណាហើយការចំណាយបងលើកតង់ឬក៏អត់ឬក៏ចំណូលយើងអាចធ្វើមិនយើងរកពីផ្នែកណាមួយទៀតពីអាជីវកម្មហ្នឹងដើម្បីបន្ថែមចំណូលពួកអីបើសិនជាបងគ្រប់គ្រងផ្នែកហេរ៉ាជីវកម្មណាបានល្អទេវាអាចជួយឲ្យបងមានបញ្ហាកកស្ទះជាមួយនឹងប្រតិបត្តិការរបស់យើងប្រចាំថ្ងៃប្រចាំខែដូចគ្នាចាអញ្ចឹងអានោះសំខាន់ហើយពីច្រើនមួយវិញទៀតអ្នកអាជីវកម្មទៅចូលពេលថាបងអាចគិតថាវាអសរសំខាន់ណាស់ណាក៏សំខាន់ដូចគ្នាដែរបើសិនតែបងអាចបានកត់ត្រាបានគ្រប់គ្រងទៀតទេអត់ដឹងថាពីមួយខែទៅមួយខែអាជីវកម្មយើងទទួលបានផលចំណេញប៉ុណ្ណាផងហ្នឹងហើយទោះបីយើងមានផែនការល្អប៉ុណ្ណាតែថាយើងអាចដឹងថាខ្លួនឯងត្រូវពង្រីកទៅបែបម៉េចបើដឹងថាលុយនៅក្នុងខ្លួនក្នុងកប៉ាល់របស់យើងមានប៉ុណ្ណាយើងរកមកបានប៉ុណ្ណាចាយទៅវិញប៉ុណ្ណាយើងពេលខ្លះណាអ្នកខ្លះយើងមានសិស្សមួយចំនួនដែរដែលយើងធ្វើការប្រឹក្សាហើយពីមុនឡើយគាត់ដែរគាត់ទេហើយគាត់គិតថាអាជីវកម្មគាត់ទៅមុខចំណេញរហូតតែដល់ពេលដែលយើងចាប់ផ្ដើមឲ្យគាត់ធ្វើអានោះមែនទេណាបានគាត់ឃើញថាពីមួយខែទៅមួយខែគាត់អត់មានចំណេញនេះសោះដែលគាត់វែងញ៉ៃចំណាយទាំងអស់នៃអាជីវកម្មគាត់អញ្ចឹងណានៅពេលដែលពេលគាត់បានធ្វើអានោះទៅឲ្យគាត់ភ្ញាក់ខ្លួនថាគាត់ត្រូវស្វែងរកវិធីសាស្ត្របែបណាទៀតដើម្បីឲ្យអាជីវកម្មគាត់អាចទៅមុខបន្តទៀតបើគាត់នៅតែធ្វើអញ្ចឹងតទៀតគាត់នឹងជាពាក់បំណុលគេថែមចា៎ដល់ពេលអញ្ចឹងអាញាគ្រប់គ្រងរបស់គាត់មានបច្ចិតផ្លែគាត់ក្នុងការចាយផងផងហើយគាត់ដឹងថាចាយទៅណាខ្លះគូកាត់បន្ថយទេខ្លះក្នុងការចាយចំណាយខ្លះអត់ចាំបាច់ទេបើសិនយើងអត់បានកត់ត្រាបានគ្រប់គ្រងយើងដឹងថាចំណាយខ្លះអត់ចាំបាច់តែយើងក៏យកលុយចាយទៅទៀតដែរចា៎អញ្ចឹងអានោះសំខាន់ណាស់ដែរនឹងហើយបងអញ្ចឹងតើតើជាមួយនឹងគម្រោងផែនការអាជីវកម្មនេះយើងមាន7ចំណុចហ្នឹងណាចា៎ សូមទោះអាទី1មានរៀនផ្សេងទៀតទេមានផ្សេងក៏អាទី4មួយរៀនតែជាមួយច្រើនដែរ ជំនាញទីធ្វើទីផ្សារ ជំនាញទី5នេះមែនទេយើងអត់មានថ្នាក់ហ្នឹងផងប៉ុន្តែយើងមានក្នុងការសរសេរផែនការអាជីវកម្មក៏ដូចជាមេរៀនតទៅមុខទៀតយើងមានបន្ថែមចំណុចខ្លះដែរប៉ុន្តែយើងបានស៊ីជម្រៅឯពួកភាសាអីបើយើងស៊ីជម្រៅទៀតវាទៅជា technical ជាងនឹងទៀតអញ្ចឹងយើងអត់មានថ្នាក់ហ្នឹងអញ្ចឹងណាបងចាប៉ុន្តែវាជាមូលដ្ឋានគ្រឹះអាចឲ្យបងទៅធ្វើវាបានដែរចាតែបងអញ្ចឹងក្នុងថ្ងៃហ្នឹងយើងក៏ចង់មេរៀនយើងដល់ប៉ុណ្្នឹងដែរព្រោះយើងតមក